បាទនឹងហើយបងប្អូនទាំងអស់គ្នានឹងហើយថ្ងៃហ្នឹងមកមើលឃ្លាំងម៉ៅគាត់ព្រលឹមឡើងហើយនឹងផ្លែកបងប្អូនបានយួរចំណីមន់មួយធុងបាទយកទៅឲ្យមន់បាទយួរទៅទេសតាទេសថាមន់ទៅដល់មន់បងប្អូនណាងើបពីព្រលឹមមកអត់ហត់ប្រើទេបងប្អូនធ្វើឯងតែហ្មងកូននឹងឯងឃ្លាំងម៉ៅអាសាខុសពីគេធម្មតាបងប្អូនសបាយចិត្តព្រលឹមឡើងឃើញកូនចេះឲ្យចំណីមន់ចេះគត់គង់របស់ទ្របអញ្ចឹងបាទតែចាំមើលគាត់ចេះបើកឃើញទេបាទបើកហើយដាក់ចំណីមន់ចូលឆាវហ្នឹងអត់ដឹងតែខ្ញុំនឹងលួចថតពីចម្ងាយទេបាទពេលហ្នឹងខ្ញុំលួចថតឃ្លាំងម៉ៅងាកមកចាក់អេឃើញតែម្ដងឃ្លាំងម៉ៅគាត់ថាប៉ាធ្វើអីហ្នឹងប៉ាមើលខ្ញុំឲ្យចំណីមន់មែនឃ្លាំងម៉ៅប្រញាប់ធ្វើការរូតរះឡើងកូនឃ្លាំងម៉ៅធ្វើយកតែមួយផ្លែតគឺហើយអញ្ចឹងការងារឃ្លាំងម៉ៅអត់ទាន់ចូលសាលារៀនទេព្រោះឃ្លាំងម៉ៅទៅតែអាយុ3ឆ្នាំហើយឃ្លាំងម៉ៅប្រហែលជាទៅសាលាបតីឆ្នាំក្រោយនេះឯងបងប្អូនណាឃ្លាំងម៉ៅបាទគាត់គ្របវិញហើយគាត់យកទៅឲ្យមន់នៅក្រោយផ្ទះទៀតនិយាយទៅអត់ហត់ប្រើទេបងប្អូនឃ្លាំងម៉ៅគឺអាសាណាឲ្យតែព្រលឹមឡើងនឹងគឺរកការងារធ្វើបានដោយខ្លួនឯងដូចជាឲ្យចំណីមន់លាងចានបោសផ្ទះជោគឲ្យគ្រូបាទជោគឲ្យគោក្រោយផ្ទះអញ្ចឹងណាហ្នឹងហើយបងប្អូននៅក្រោយផ្ទះហ្នឹងមានមន់ប្រហែលជា4-10ក្បាលដែរបាទឃ្លាំងម៉ៅគេចិញ្ចឹមរាល់ថ្ងៃបងប្អូនបាទនេះយកចំណីឲ្យមន់ហើយខ្ញុំក៏លួចថតទេខ្ញុំអត់បានថតចំពីមុខទេបងប្អូនខ្ញុំលួចថតពីចំហៀងលួចថតកាលណាថតហ្នឹងទៅឃ្លាំងម៉ៅគាត់អៀនដែរគាត់រត់ចេញបាត់ឡូវនឹងរត់ចេញពីកាមេរ៉ាបាត់ឡូវហ្នឹងអញ្ចឹងឃ្លាំងម៉ៅអាសាមែនតើបងប្អូនណាហ្នឹងហើយនឹងហើយក៏សូមជូនពរបងប្អូនរកស៊ីទទួលទានមានបានជោគជ័យលើគ្រប់ការងារទាំងអស់គ្នាជូនពរសុខភាពល្អសិរីសួស្តីគ្រប់គ្នានឹងឲ្យជួបគ្នានៅវីដេអូក្រោយៗទៀត